Ok, sựស្ដីអ្នកនេះវីដេអូនេះខ្ញុំចង់ចែកម្លែកពី website មួយគឺយើង remove background ស្អាតហ្មងគឺមានឈ្មោះថា background remover អ្នកនរគ្នានេះ CapCut Out Pro Cut Out Pro យើងចូលមក Google នេះមកយើង search មកនេះយើងអាច find Cut Out Pro remove background យើងវាយបែបនេះមកយើងចុច enter នេះលើគេអ្នកនរគ្នាយើងចុចកន្លែងហ្នឹងមកហើយយើង sign in វាទៅពេលយើង sign in ហើយយើងចុច upload image យើងចូលជ្រើសរើសរូបភាពខ្ញុំដាក់រូបភាពនៅលើ desktop យើងចុចចឹងមកហើយយើងចុចទៅចូលទៅនៅអស់នេះ remove ស្អាតមកគឺនិយាយទៅដូចលឿនជាងបានលឿនជាង Adobe Photoshop ទៀតលឿនហើយស្អាតទៀតហ្នឹងអញ្ចឹងរូបភាពណាដែលយើងមិនសាមញ្ញមកហ្នឹងហើយយើងដាក់មើលមកនេះបើយើងដាក់ទៅ Adobe Background នឹងស្អាតហ្មងអញ្ចឹងអ្នកនរអាចធ្វើបានដែរងាយទេយើងដូររូបភាពដាក់រូបភាពឲ្យយើងក៏បានដែរខ្ញុំឧទាហរណ៍ខ្ញុំប្រើរូបស្អាតទៅអ្នកនរគ្នាសម្រាប់រូបភាពអ្នកនរគ្នារូបភាពបែបនេះបានដូររូបភាពថ្មីណាគាត់ថាវាដាក់រូបភាពដែលមានព្រៃមាន background ដែលស្មុគស្មាញនេះរូបភាពបែបនេះអញ្ចឹងពេលយើងទាញចូលមកគឺវា remove ឲ្យឡើងស្អាតមកនៅនេះកាន់តែវាបាត់បន្តិចបាត់អាចង់ស្បែកជើងយើងខ្មៅតិចគ្រប់នោះគឺស្អាតហើយលយទៀត remove បានលឿនទៀតអញ្ចឹងអ្នកនរគ្នាអាចប្រើបានបើយើងចង់បានងាយស្រួលដែរ